ជំរាបសួរចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនិយាយអំពីរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាផ្កាក្លាំពូហើយដែលជាភាសាអង់គ្លេសគឺគេហៅថា clove ប៉ុន្តែនាងខ្ញុំដឹងថានៅប្រទេសកម្ពុជាយើងគឺភាគច្រើនអត់សូវមានអ្នកស្គាល់ផ្កាមួយប្រភេទនេះទេផ្កាក្លាំពូគឺជារុក្ខជាតិម្យ៉ាងដែលគេប្រើសម្រាប់ធ្វើជាគ្រឿងទេសទៅក្នុងចំណីអាហារក៏ដូចជាឱសថផ្សេងៗទៅទៀតដើម្បីព្យាបាលនៅជំងឺហើយឥឡូវនេះផងដែរនាងខ្ញុំក៏នឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីរុក្ខជាតិមួយប្រភេទនេះដែលនៅថ្ងៃនេះផងដែរនាងខ្ញុំនឹងលើកយក10ចំណុចមកជូនពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរុក្ខជាតិមួយប្រភេទនេះការក្លាំពូនេះគឺមានរសជាតិហឹរៗដូចជាប្រេងកាឡាអញ្ចឹងទី1អាចជួយបំបត្តិភាពតានតឹងវាមានប្រសិទ្ធភាពធ្វើឲ្យរាងកាយរបស់យើងស្ងៀមស្ងាត់ហើយធ្វើឲ្យយើងសម្រាកនិងជួយបន្ធូរអារម្មណ៍របស់យើងដូច្នេះហើយបើសិនជាអ្នកមានការព្រួយថប់បារម្ភគឺអ្នកអាចទទួលទានជាមួយនឹងតែផ្កាក្លាំពូនេះបានទី2នោះគឺជួយកាត់បន្ថយភាពស្រេកឃ្លានគឺជារៀងរាល់ថ្ងៃមនុស្សយើងគឺតែងតែទទួលទានចំណីអាហារមិនចេះឈប់ហើយនៅពេលខ្លះយើងអាចនឹងទទួលទានលើសចំនួនប៉ុន្តែបើសិនជាអ្នកមានបញ្ហាអស់ទាំងនេះអ្នកអាចទទួលទានជាមួយនឹងតែផ្កាក្លាំពូបានដោយសារតែវាអាចជួយកាត់បន្ថយភាពស្រេកឃ្លានឬក៏ជួយធ្វើឲ្យយើងមានការឆ្អែតបានយូរហើយនេះគឺជាការល្អម្យ៉ាងដែលអាចជួយទៅដល់ក្រពះរបស់យើងកុំឲ្យក្រពះរបស់យើងធ្វើការហួសកំណត់ទី3វាសម្បូរទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មរុក្ខជាតិមួយប្រភេទនេះគឺជួយការពាររាងកាយរបស់យើងពីរ៉េឌីកាល់សេរីដែលតែងតែបង្កបញ្ហានៅក្នុងរាងកាយរបស់យើងក៏ដូចជាការធ្វើឲ្យសុខភាពរបស់យើងកាន់តែចុះខ្សោយRadical សេរីទាំងនេះគឺអាចរួមចំណែកជាមួយនឹងជំងឺមហារីកហើយនិងជំងឺបេះដូងដូច្នេះហើយការទទួលទានតែផ្កាក្លាំពូគឺពិតជាអាចជួយដល់សុខភាពយើងមែនទែនទី4ជួយដល់សុខភាពផ្លូវដង្ហើមរុក្ខជាតិមួយប្រភេទនេះគឺជារុក្ខជាតិម្យ៉ាងដែលមានផ្ទុកសារធាតុសំខាន់ម្យ៉ាងដែលអាចជួយសម្អាតស្លេសហើយនឹងទឹកអំបិលនៅក្នុងសួតនិងផ្លូវដង្ហើមរបស់អ្នកវាមានប្រយោជន៍ជាពិសេសនៅក្នុងរដូវត្រជាក់ក៏ដូចជានៅពេលដែលយើងមានជំងឺផ្ដាសាយឈឺបំពង់កវ័យផ្សេងៗទៀតទី5ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមតើអ្នកទាំងអស់គ្នាធ្លាប់គិតដែរឬទេថានៅពេលដែលក្នុងរាងកាយរបស់យើងលើសជាតិស្ករតើវាធ្វើឲ្យរាងកាយរបស់យើងកើតអ្វីដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាព្រួយបារម្ភអំពីកម្រិតជាតិស្ករនៅក្នុងឈាមក៏ដូចជាក្នុងខ្លួនរបស់យើងអ្នកទាំងអស់គ្នាអាចសាកទទួលទានតែផ្កាក្លាំពូនេះបានដែលវាគឺអាចជួយគ្រប់គ្រងកម្រិតជាតិស្កររបស់អ្នកឲ្យនៅថេរបានឬក៏ជួយបញ្ចុះជាតិស្ករនៅក្នុងឈាមរបស់យើងផងដែរទី6ជួយដល់សុខភាពមាត់ធ្មេញរុក្ខជាតិមួយប្រភេទនេះគឺមិនមែនគ្រាន់តែផ្ដល់នូវសុខភាពល្អនៅក្នុងខ្លួនរបស់យើងទេគឺវាអាចជួយទៅដល់សុខភាពមាត់ក៏ដូចជាធ្មេញនៅពេលដែលយើងមានការឈឺធ្មេញគឺយើងអាចប្រើប្រាស់ជាមួយទៅនឹងផ្កាក្លាំពូនេះបានដែលវាអាចជួយទាំងកាត់បន្ថយការឈឺជប់ចាប់ហើយនឹងជួយឲ្យព្យាបាលធ្មេញរបស់យើងឲ្យជាសះស្បើយទី7ពង្រឹងសុខភាពស្បែកសុខភាពស្បែកគឺជាអ្វីម្យ៉ាងដែលមនុស្សគ្រប់គ្នាតែងតែចង់បានគឺម្នាក់ចង់បានស្បែកដែលស្រស់ស្អាតឬក៏ស្បែកដែលមានសុខភាពល្អដោយសារតែផ្កាក្លាំពូនេះគឺសម្បូរទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មវាក៏មានសមាសធាតុដ៏ពិសេសគឺវាអាចជួយទៅដល់សុខភាពស្បែកក៏ដូចជានៅពេលដែលយើងកើតមុនគឺវាជួយប្រឆាំងទៅនឹងពួកបាក់តេរីផ្សេងដែលឆ្លងមកលើស្បែករបស់យើងទី8គឺជួយទៅដល់សុខភាពឆ្អឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាដូចជាពុកឆ្អឹងឬក៏ឆ្អឹងវាមិនរឹងមាំអ្នកទាំងអស់គ្នាអាចទទួលទានជាមួយនឹងតែផ្កាក្លាំពូនេះបានចា៎ដោយសារតែវាពិតជាអាចជួយលើកកម្ពស់ទៅដល់សុខភាពឆ្អឹងរបស់យើងឲ្យឆ្អឹងរបស់យើងរឹងមាំក៏ដូចជាមានសុខភាពល្អផងដែរទី9ប្រយុទ្ធជាមួយនឹងបាក់តេរីតែផ្កាក្លាំពូគឺពិតជាអាចជួយប្រយុទ្ធប្រឆាំងជាមួយនឹងបាក់តេរីនៅក្នុងខ្លួនរបស់យើងទី10ការឆ្លងមេរោគផ្សិតអ្នកទាំងអស់គ្នាអាចនឹងមិនបានដឹងថានៅក្នុងខ្លួនរបស់យើងក៏មានផ្សិតផងដែរហើយផ្សិតអស់ទាំងនោះគឺជាមេរោគដែលបានដុះនៅក្នុងខ្លួនរបស់យើងហើយវានឹងអាចផ្ដល់គុណវិបត្តិ
ធំធេងមែនទែនចំពោះសុខភាពរបស់យើងវាអាចជួយព្យាបាលការឆ្លងមេរោគក៏ដូចជាការកើតស្រែងឬក៏មានការដុះផ្សិតទៅក្នុងក្រចកឥឡូវនេះប្រធានបទរបស់យើងក៏ត្រូវបានបញ្ចប់នាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបានស្គាល់ហើយនឹងបានយល់ដឹងអំពីថាតើផ្កាក្លាំពូគឺមានអត្ថប្រយោជន៍អ្វីខ្លះការមានសុខភាពល្អក៏ពិតជាសំខាន់មែនទែនសម្រាប់មនុស្សម្នាក់ៗនៅពេលដែលសុខភាពរបស់យើងបាក់គឺចាប់ផ្ដើមចុះខ្សោយគឺអ្វីៗគ្រប់យ៉ាងក៏ចាប់ផ្ដើមធ្លាក់ចុះទាំងអស់ដូច្នេះហើយនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក6ខ19ដល់20បាននិយាយថាតើមិនដឹងទេឬអីថារូបកាយរបស់អ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាបានទទួលមកពីព្រះហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេត្បិតព្រះទ្រង់បានចេញថ្លៃលួសអ្នករាល់គ្នាហើយដូច្នេះចូលដំកើងព្រះនៅក្នុងរូបកាយហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នាដែលជារបស់ផងទ្រង់ចុះចានៅក្នុងព្រះគម្ពីរនេះគឺបាននិយាយឲ្យយើងចេះស្រឡាញ់សុខភាពរបស់យើងនៅពេលដែលយើងធ្វើឲ្យសុខភាពរបស់យើងល្អគឺយើងអាចបញ្ជាក់ថាយើងស្រឡាញ់ព្រះនាងខ្ញុំសូមអរគុណសូមជម្រាបលា